លោកស្រីត្រីដាណាបានលើកឡើងបែបហួសចិត្តក្រោយល្បីរឿងអ្នកនាងសុលីនបាននិយាយតាក់ទងទៅនឹងរឿងមានគ្រួសារនៅក្នុងប្រាក់ខែ500សម្រាប់បរិះគឺមិនទាន់ស័ក្តិសមប្រិមិត្តជាទីមេត្រីរឿងរ៉ាវមួយដែលកំពុងតែល្បីនឹងមានការចាប់អារម្មណ៍ពីបងប្អូនមហាជននៅពេញបណ្ដាញសង្គមក្រោយអ្នកលេង TikTok ដ៏ល្បីគឺអ្នកនាងសុលីនបានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ podcast មួយដែលធ្វើឲ្យបងប្អូនមហាជនផ្ទុះការវែកញែកខ្លាំងក្រោយពីអ្នកនាងសុលីនបានឆ្លើយតបទៅនឹងសំណួរមួយដែលសួរថាតើប្រាក់ខែ$500អាចស័ក្តិសមនឹងមានគ្រួសារដែរឬទេសម្រាប់បរិះយ៉ាងណាមិញទាក់ទងនឹងសំណួរនេះចម្លើយរបស់អ្នកនាងសុលីនបានធ្វើឲ្យមានបងប្អូនមានការចាប់អារម្មណ៍ខ្លាំងពីព្រោះអ្នកនាងសុលីនបានលើកឡើងថាសម្រាប់បរិះបើសិនជាមានលុយខែត្រឹម$500គួរណាស់កុំទាន់មានគ្រួសារអីពីព្រោះថាលុយខែ$500គឺវាតិចពេកព្រោះថាបើមានគ្រួសារនឹងត្រូវចំណាយច្រើនសម្រាប់លុយខែ$500សម្រាប់ចាយម្នាក់ឯងនៅក្នុងភាពជាអ្នកនៅលីវគឺមិនអីទេប៉ុន្តែបើមានគ្រួសារបើមានជំពាក់ធនាគារផងពិតណាស់វាមិនអាចធ្វើឲ្យយើងរំភើបបានទេផ្ទុយទៅវិញសម្រាប់ចម្លើយរបស់អ្នកនាងសុលីននេះគឺត្រូវបានបងប្អូនមហាជនយកទៅវិភាគវិញ្ញាពេញពេញបណ្ដាញសង្គមដោយមានមតិស្របនិងបញ្យល់ស្របផងដែរនោះផងដែរក៏មានលោកស្រីត្រីដាណាបានធ្វើការ share នៅ post មួយដែលបាន post នៅវីដេអូខ្លីរបស់សុលីនហើយភ្ជាប់ជាមួយនឹងសំណេរថាប្រាក់ខែ$500តើអ្នកទាំងអស់គ្នាយល់យ៉ាងណាថាតើការធ្វើបទបង្ហាញរបស់គាត់ត្រឹមត្រូវឬមិនត្រឹមត្រូវសមតិយោបល់ម្នាក់មួយមកក្នុងនោះដែរលោកស្រីត្រីដាណាក៏បានភ្ជាប់ជាមួយនឹងសំណេររបស់លោកស្រីថាមើលហើយមានអារម្មណ៍ថាអាណិតបុគ្គលិកប្រឹងឡើងកូនយ៉ាងណាមិញតាក់ទងនឹងការលើកឡើងរបស់លោកស្រីត្រីដាណានេះឃើញថា fan ក៏បានចូលទៅបញ្ចេញមតិដោយភាគច្រើនគឺយល់ស្របទៅនឹងអ្វីដែលលោកស្រីបានលើកឡើងជាក់ស្ដែងប្រិមិត្តម្នាក់ឈ្មោះខេងរតនាបានខមមិនបែបចាក់ដោតទៅសុលីនថានាងលីននេះនិយាយបែបនឹងលើហើយនិយាយបែបនឹងអាញាធរហៅទៅអប់រំទៅត្រូវបើស្រុកខ្មែរកំណត់ប្រាក់ខែឲ្យកម្មករកម្មការិនីអត់ដល់$500ផងឲ្យបងប្អូនខ្មែរយើងរកប្រាក់ខែឯណាមួយខែ$500ប្រជាជនខ្មែរយើងមិនមានសមត្ថភាពទាំងអស់គ្នាឯណាមិនដឹងថាបរិះណាបាននាងជាប្រពន្ធទេកែឡើងខ្ទេចខ្ទីអស់ទៅហើយមិនទាន់អស់ទេលោកស្រីត្រីដាណាក៏បានបង្ហោះសំណេរមួយទៀតទាក់ទងទៅនឹងរឿងនេះផងដែរក្រោយពីមាននារីម្នាក់បានធ្វើការចេញវីដេអូដោយនិយាយក្នុងន័យមិនប្រកាន់នឹងទទួលយកបរិះដែលមានប្រាក់ខែត្រឹម$500ធ្វើឲ្យលោកស្រីត្រីដាណាសប្បាយចិត្តឡើងវិញហើយក៏ភ្ជាប់ជាមួយនឹងសំណេរថាកូនចៅខ្ញុំមានសង្ឃឹមវិញហើយបាទប្រិមិត្តអញ្ចឹងបើយោងតាមការ share តាក់ទងទៅនឹងវីដេអូរបស់សុលីនរឿងលុយខែ500ក៏ដូចជាសំណេររបស់លោកស្រីត្រីដាណាយើងអាចកាត់យល់បានថាលោកស្រីត្រីដាណាក៏មិនឯកភាពទៅនឹងអ្វីដែលសុលីនបានលើកឡើងនេះផងដែរបាទជាការពិតណាស់ប្រិមិត្តសម្រាប់ការលើកឡើងរបស់អ្នកនាងសុលីននេះគឺយើងមិនអាចយកជាគោលបានទេពីព្រោះថាដោយបងប្អូនដឹងហើយថាបច្ចុប្បន្ននេះគឺមិនងាយរកការងារធ្វើទេហើយជាពិសេសសម្រាប់លុយខែ500ទៀតឃើញថាមិនងាយទេនៅក្នុងស្រុកខ្មែរយើងដែលអាចមានចំណេះជំនាញដែលអាចរកចំណូលបានមួយខែ500